Ok,មកសួស្តីអ្នកទាំងគ្នាខ្ញុំខ្ញុំមានវីដេអូថ្មីមួយទៀតមកបង្ហាញទៅអ្នកទាំងគ្នាពីការចាប់ dimension នៅក្នុងកម្មវិធី AutoCAD ធ្វើម៉េចដើម្បីឲ្យវាមានខ្នាតអញ្ចឹងបើសិនបើយើងចាប់ dimension ធម្មតាគឺយើងអាចចាប់មកហើយយើងបើសិនបើយើងអត់ដូរនៅកន្លែងsetting នៃ dimension ហ្នឹងទេគឺយើងអង្គុយកែនៅកន្លែងហ្នឹងដាក់ millimeter ឬមួយក៏ដាក់ខ្នាត mét អញ្ចឹងទៅវាយូរជាចំណាយពេកអញ្ចឹងខ្ញុំនឹងមកបង្ហាញពីការដូរនៅកន្លែងហ្នឹងតើយើងធ្វើម៉េចដើម្បីដូរទៅក៏យើងគ្រាន់តែប្រើ comment ដើម្បីចាប់គឺយើងអាចចាប់បានហើយមានជាមួយនឹងខ្នាតនៅកន្លែងហ្នឹងអញ្ចឹងគឺយើងវាយអក្សរ D ទៅកាន់ dimension style manager អញ្ចឹងនៅកន្លែង dimension style manager នេះអ្នកនរគ្នាអាច custom បានដោយខ្លួនឯងហើយវីដេអូក្រោយខ្ញុំនឹងមកបង្ហាញពីការ custom dimension ហ្នឹងធ្វើម៉េចដើម្បីឲ្យត្រូវតាម scale នៅក្នុងប្លង់នីមួយៗរបស់យើងអញ្ចឹងឥឡូវខ្ញុំ dimension មួយនេះដែលខ្ញុំបង្កើតមានហើយវាមានខ្នាតហើយអញ្ចឹងខ្ញុំទៅ modify នៅលើ dimension មួយទៀតដែលវាអត់ទាន់មានខ្នាតអញ្ចឹងខ្នាត millimeter អញ្ចឹងឥឡូវអូខេខ្ញុំយកមួយនេះចុះអញ្ចឹងខ្ញុំចុច modify ទៅអញ្ចឹងបន្ទាប់ពី mod ចូលដល់កន្លែង modify នេះអ្នកនរគ្នាចូលដល់កន្លែង primary unit អញ្ចឹងនៅកន្លែង primary unit នេះអ្នកនរគ្នាយក suffix នៅកន្លែងនេះ suffix ហ្នឹងអ្នកនរគ្នាដាក់ millimeter ក៏បានឬមួយក៏អ្នកនរគ្នាដាក់ mét ក៏បានដែរប៉ុន្តែជាទូទៅនៅក្នុងខ្នាតក្នុងប្លង់អគ្គតិចឬមួយក៏ក្នុងប្លង់ MEP ក្តីគឺខ្នាតគឺគេគិត millimeter អញ្ចឹងអ្នកនរគ្នាដាក់ខ្នាត millimeter មកបន្ទាប់មក click OK ហើយអ្នកនរគ្នាចុច second មួយហើយអ្នកនរគ្នា close ស្មើអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើបានប្រើប្រាស់ dimension នឹងបានហើយអញ្ចឹងខ្ញុំចាប់ឲ្យអ្នកទាំងអស់គ្នាមើលឃើញវាមានខ្នាត dimension នៅនឹងវាជាគិតជា millimeter ឲ្យយើងមកអញ្ចឹងខ្ញុំចាប់បន្តគឺវាឡើងមករហូតមកគឺយើងអត់ចាំបាច់ต้องអង្គុយកែវាទេអូខេហើយវីដេអូក្រោយខ្ញុំនឹងមកបង្ហាញពីលម្អិតហ្មងពាក់ព័ន្ធជាមួយនឹងការ custom dimension នៅក្នុងកម្មវិធី AutoCAD ជាមួយខ្ញុំទាំងអស់គ្នា